ជំរាបសួរនិងសួស្តីកូនៗទាំងអស់គ្នាថ្ងៃនេះមកជួបជាមួយអ្នកគ្រូម្ដងទៀតហើយអញ្ចឹងសម្រាប់ថ្ងៃនេះផងដែរគឺអ្នកគ្រូនឹងមកបង្ហាញអំពីការដកប្រភេទដែលមានភាគបែកដូចគ្នាអញ្ចឹងការពីវីដេអូមុនគឺអ្នកគ្រូបានចេញអំពីការបូកប្រភេទដែលមានភាគបែកដូចគ្នាចាអញ្ចឹងសួរថាតើការដកប្រភេទដែលមានភាគបែកដូចគ្នាយើងត្រូវធ្វើដូចម្ដេចអញ្ចឹងគឺស្រួលទេគឺយើងធ្វើការដកតែភាគយកនិងភាគយកទេរីឯភាគបែកគឺទុកនៅដដែរណាចាអញ្ចឹងយើងសរសេរដាក់ភាគបែករួមរបស់យើងអញ្ចឹងយើងដឹងហើយខាងលើគេហៅថាភាគយកខាងក្រោមគេហៅថាភាគបែកណាចាអញ្ចឹងភាគបែករួមរបស់យើងគឺ12ហើយភាគយករបស់យើងគឺ8ដក4ណាចាអញ្ចឹងយើងបានប៉ុណ្ណេះកូនមើល8ដក4ស្មើនឹងប៉ុន្មានតោះអញ្ចឹង8ដក4ស្មើនឹង4ភាគបែករបស់យើង12យើងទុកនៅដដែលចាអញ្ចឹងកូនមើលឃើញថាប្រភេទរបស់យើងឃើញ4នៅលើ12អញ្ចឹង4នៅលើ12គឺជាប្រភេទដែលបង្រួមបានគេហៅថាប្រភេទសម្រួលបានអញ្ចឹងយើងសម្រួលបានតែយើងសម្រួលនឹងប៉ុន្មានប្រភេទសម្រួលបានកាលណាភាគយកនិងភាគបែករបស់វាចែកបាននឹងមួយចំនួនដូចគ្នាតោះណាចាតោះអញ្ចឹងកូនថាអ្នកគ្រូខ្ញុំមើលមកខ្ញុំឃើញ4ចែកដាច់នឹង2 12ក៏ចែកដាច់នឹង2ដែរត្រូវទេប៉ុន្តែបើកូនយកទៅចែកនឹង2គឺកូនត្រូវចែកមកតទៀតសម្រួលរហូតតតែប្រភេទរបស់កូនហ្នឹងសម្រួលឡើងបានអ្នកគ្រូសុំសម្រួលនឹង4តែម្ដងតើណាចាសម្រួលទាំង4គឺសម្រួលអស់តែម្ដងអញ្ចឹង4ចែកនឹង4 12ចែកនឹង4ដូចគ្នាអ្នកគ្រូសុំបញ្ជាក់ណាមានន័យថាប្រភេទសម្រួលបានកាលណាភាគយកនិងភាគបែករបស់យើងចែកនឹងមួយចំនួនដូចគ្នាអត់មានចែកខុសគ្នាចែកនឹង4ភាគយកចែកនឹង4ភាគបែកក៏ចែកនឹង4ដែរតើណាកូនចាតោះអញ្ចឹង4ចែកឲ្យ4ស្មើប៉ុន្មានកូនចា4ចែកឲ្យ4គឺស្មើ1 12ចែកឲ្យ4បាន3ណាចាអូខេតោះអញ្ចឹងបើសិនជាកូនថាអ្នកគ្រូខ្ញុំចង់ចែកនឹង2បានអត់បានដូចគ្នាគ្រាន់តែយូរនេះកូនចាំមើលណាបើសិនជាកូនយក4នេះចែកនឹង2ចម្លើយស្មើអីកូនចាស្មើ2នេះហើយ12នេះចែកនឹង2ស្មើនឹងប៉ុន្មាន6ត្រូវហ៎អញ្ចឹងកូនមើល6 2នៅលើ6 2នៅលើ6យើងសម្រួលបានតទៀតត្រូវហ៎សម្រួលនឹង2ទៀតយក2នេះចែកនឹង2ទៀតហើយ6នេះចែកនឹង2ទៀតស្មើប៉ុន្មានកូននេះ2ចែក2ស្មើប៉ុន្មាន1ហើយ6ចែក2ស្មើប៉ុន្មាន3អញ្ចឹងភាគយករបស់យើង1ភាគបែក3 1លើ3ដូចគ្នាអញ្ចឹងកូនមើលខ្លួនឯងថាយើងធ្វើតាមឥលើនេះវាយូរតើណាបើកូនដឹងកូនដាក់មកចែកនឹង4យកតែម្ដងលឿនអូខេចាតោះអញ្ចឹងដូចនេះដូចនេះ8នៅលើ12ដក4នៅលើ12ស្មើនឹងយកចម្លើយចុងក្រោយណាកូន1នៅលើ3អូខេតោះអញ្ចឹងសម្រាប់លំហាត់របស់អ្នកគ្រូថ្ងៃនេះគឺអ្នកគ្រូមានតែប៉ុណ្្នឹងទេចង់យកមកបង្ហាញកូនៗទាំងអស់គ្នាបើមានអីជាចម្ងល់កូនអាចតម្លាក់សួរនៅក្នុង comment បានអ្នកគ្រូសូមអរគុណសូមជម្រាបលា